theo phi đâu thì phải mà con ấy cơm tiền này សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជាគឺជាអក្រិតកម្មនៃការឈ្លានពានជួយហៅគ្នាមកយកកូនផងអក្រិតកម្មសង្គ្រាមអក្រិតកម្មប្រឆាំងមនុស្សជាតិនិងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលហៅកាត់ថាកសមកធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងប្រៃផ្សៃរបស់ប្រទេសថៃដោយប្រើប្រាស់សពាវុធធុនធ្ងន់យន្តហោះចម្បាំង F16 និង T50 TH នាវាចម្បាំងការប្រើប្រាស់ខ្សែពុលនិងគ្រាប់បែកចកោមមកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យបាត់ដំបងព្រៃវិហារនិងកោះកុងជាក់ស្ដែងគិតត្រឹមថ្ងៃទី24ខែធ្នូឆ្នាំ2025ប្រជាជនស៊ីវិលបានស្លាប់ចំនួន21នាក់និងរងរបួសចំនួន83នាក់ជនភៀសទឹកកានដល់607,980នាក់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញរួមមានផ្ទះប្រជាពលរដ្ឋប្រាសាទបុរាណអគារឯកជនអគារស្នាក់នៅសន្តាគារស្ថានីយ៍ប្រេងឃ្លាំងទិញដំឡូងឃ្លាំងទំនិញបង្គោលអន្តែនទូរស័ព្ទសាលារៀនមណ្ឌលសុខភាពអគាររដ្ឋវត្តសាលាឆទានស្ពានផ្សារផ្លូវរថយន្តនិងម៉ូតូទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌នេះមិនត្រឹមតែជាការរំលោភអធិបតេយ្យភាពនិងមរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាជាពិសេសសិទ្ធិរស់រានមានជីវិតនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិលព្រមទាំងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានការពារយ៉ាងកត់មុតដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិលើសពីនេះទង្វើបាញ់ប្រហារមកលើជនស៊ីវិលនិងទ្រព្យសម្បត្តិស៊ីវិលគឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិជាពិសេសគោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងសឺណែវឆ្នាំ1949និងពិធីសារបន្ថែមពាក្យពន្ធដែលហាមឃាត់ដាច់ខាតចំពោះការវាយប្រហារមកលើជនស៊ីវិលនិងទាមទារឲ្យការពារប្រជាជននៅគ្រប់កាលៈទេសៈការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែននិងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀតដោយគ្មានមូលដ្ឋានដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិគឺជាអក្រិតកម្មនៃការឈ្លានពានការវាយប្រហារយ៉ាងទូលំទូលាយនិងជាប្រព័ន្ធលើជនស៊ីវិលនិងទ្រព្យសម្បត្តិស៊ីវិលព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌គឺជាអក្រិតកម្មសង្គ្រាមនិងជាអក្រិតកម្មប្រឆាំងមនុស្សជាតិទង្វើដែលមិនអាចទទួលយកបានទាំងនេះត្រូវតែមានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិកសមកនឹងដាក់ញត្តិបន្ទាន់បន្ថែមទៀតលើករណីអំពើប្រឆាំងនិងយងខ្នងរបស់រដ្ឋាភិបាលនិងយោធាថៃប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងសឺណែវនិងភាគីពាក់ព័ន្ធដទៃទៀតឲ្យថ្កោលទោសដាក់សម្ពាធនិងចាត់វិធានការគ្រប់យន្តការជាបន្ទាន់និងយ៉ាងម៉ឺងម៉ាត់ព្រមទាំងទាមទារឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ញត្តិទាំងនេះគឺជាឯកសារយោងដ៏សំខាន់
សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិគឺការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើប្រទេសកម្ពុជាគួររំលឹកផងដែរថាយោធាថៃបានបាក់ការបាញ់ប្រហារជាច្រើនលើកច្រើនសារមកលើកម្ពុជាដោយប្រើអាវុធគ្រប់ធន់រួមទាំងយន្តហោះចម្បាំង F16 និង T-50TH ចូលយ៉ាងជ្រៅមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានបង្ហាញថាជាការឈ្លានពានយ៉ាងច្បាស់មិនមែនជាបញ្ជាចំនួនព្រំដែនឡើយហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាល់វ៉ាអ៊ីមប្រាហ៊ីមជាងនេះទៅទៀតថ្មីនេះអាយដាមដូណាល់ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃជាអ្នកចាប់ផ្ដើមឈ្លានពានមកលើប្រទេសកម្ពុជាមុនហើយកម្ពុជាពិតជាប្រទេសរងគ្រោះដោយការឈ្លានពានរបស់ថៃនិងមានសិទ្ធិពេញលេញក្នុងការប្រសិទ្ធការពារខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងន័យនេះកោសមកកសូមអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិអង្គការសហប្រជាជាតិគឺកំពុងតែទម្លាក់គ្រាប់អង្គការសិទ្ធិមនុស្សអន្តរជាតិនិងតំបន់ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យប្រើប្រាស់គ្រប់យន្តការនិងសម្ពាធផ្សេងៗទួលមានសុវត្ថិភាពបានដើម្បីបង្ខំឲ្យប្រទេសថៃបញ្ឈប់ភ្លាមនៅទង្វើឈ្លានពានការប្រើកម្លាំងយោធានិងការបាញ់ប្រហារលើជនស៊ីវិលក៏ដូចជាការធានាឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះកោសមកកសូមបញ្ជាក់សារជាថ្មីថាសន្តិភាពសុវត្ថិភាពនិងការគោរពសិទ្ធិមនុស្សមិនអាចកើតមានបានឡើយក្រោមជំរើសនៃការប្រើប្រាស់សម្ភារវុធនិងអំពើហិង្សាហើយទង្វើរំលោភច្បាប់អន្តរជាតិណាមួយត្រូវតែតកល់ទោសយ៉ាងដាច់អហង្ការនិងដោះស្រាយដោយយុត្តិធម៌លើពិភពលោកដើម្បីការពារសណ្ដាប់ធ្នាប់តំបន់កោសមកកនឹងបន្តតាមដានកត់ត្រានិងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះនឹងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានរងគ្រោះដោយអំពើអក្រិតកម្មទាំងឡាយរបស់ប្រទេសថៃថ្ងៃពុធ5កើតខែបុស្សឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី24ខែធ្នូឆ្នាំ2025គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា